បងភ្លក់បានទេភ្លក់ទៅជាមួយបងជួយលក់មានប្រាំពីនំជ័យនំជៀនអើកងគ្មានផ្លែអាយនំវែឡាយក៏នំបាញ់ចុកនំសុកមកនំសបុកចាប់នំឆាប់នំបងខ្លាញ់ព្រឹកឡើងឆ្ងាញ់គឺបបរគ្រឿងនំបលឿងគឺនំត្នោតសម្រាប់ខ្ញុំអត់ពេញចិត្ត performance របស់លោកដង្ខៅជុំភាសា ឌុកដាក់ដង្ខៅ KC មិនទេ captain របស់លោកដង្ខៅនិយាយប្រាប់ខ្ញុំមុន perform ថានឹងយកនំមកចែកឲ្យពួកខ្ញុំអូចឹងឯងចុះដល់ឥឡូវអត់បាននំទេដល់ពេលចឹងខ្ញុំអត់ចឹងឯងចុះចាច់មើលដង្ខៅប្រើកូនចៅយើងចាច់នៅរឹតចឹងឯងចុះ Yo what's up អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់បច្ចុប្បន្នភាពនៃ Channel RC Reaction ផងដែរថ្ងៃនេះយើងនឹងមក reaction ទៅលើកូនក្រុមរបស់ Yuhai ដែលជាបេក្ខជនទី1នៅក្នុងវគ្គខ្មែរនេះសប្តាហ៍ទី2នៅក្នុងកម្មវិធី The Next Level Rap Star ផងដែរចឹងចង់ដឹងថាកូនក្រុមទី1របស់ Captain Yuhai គឺ Lee Casey ថាគាត់យកអ្វីជាខ្មែរភាពជាខ្មែរមកកាន់ stage មួយនេះដើម្បីបង្ហាញទៅ audience ទស្សនិកជនទាំងអស់គ្នាតាមដានទស្សនាចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅមើល Lee Casey ទាំងអស់គ្នានៅក្នុងការ live perform នេះផងដែរ Let's go Casey សួរបងសួរម្លងទៀតមិនអីមានអារម្មណ៍មិនដែរបន្ទាប់ពីឡើងពីវគ្គ collab មកធូរមកតោងនេះជាការសម្ភាសជាមួយកាប់តែនជាមួយនឹងបេក្ខជនកូនក្រុមរបស់គាត់អត់អីវគ្គនេះនៅតានតឹងទៀតវគ្គនេះចង់ឲ្យ KC ទៅបាត់ជាលក្ខណៈស្នេហាបែបអូខេស្នេហាមួយដែលរៀងសប្បាយយ៉ាងហ្នឹងវិញឈៀលជាមួយប៉ុន្តែក៏វាមានតាមប្រធានបទយើងដែរគឺវគ្គនេះគឺខ្មែរណាស់ so យើងញ៉ែបែបខ្មែរអូខេឥឡូវយើងស្ដាប់ beat មកអញ្ចឹងពួកអី DJ គាត់មាន beat ចាំហើយស្រាប់ហើយអីដល់ឈៀលអូពេលលើ beat មុននឹង perform លយមែនតើលក់នំខ្មែរលយញ៉ែនំខ្មែរអូចឹងមានន័យថាប្រធានបទរបស់គាត់គឺនំខ្មែរយើងជានំមួយតំណាងឲ្យជាខ្មែរចឹងនំខ្មែរយើងមានអីគេខ្លះអ្នកទាំងអស់គ្នាចឹងចាំចូលទៅតាមដានការ perform របស់គាត់melody របស់គាត់ topic ដូចយើងនិយាយគ្នាមុននឹងអញ្ចឹងវាធ្លាក់មកឲ្យយើងស្រាប់ហើយយល់របៀបយើងជាខៅប្រសែជនបទដងខៅទៀតហើយយើងទៅញ៉ែអ្នកលក់នំអីគាត់លក់កោលក់អីI think topic នេះលយរូបរាងថ្មីទៀតហើយរូបរាងថ្មីតែមានអារម្មណ៍មិនដែរដែរធ្វើរបៀបចឹងអត់ដែរធ្វើពីមុនមកហ្នឹងធ្វើអាហ្នឹងហ្មងចឹងប៉ុន្តែអានេះ challenge ហ្នឹងជាអីដែលយើងមករកឲ្យត្រូវ looking for challenge សរសើរទៅលើ Yuhai Captain គាត់បកកែទៅលើ perform លើ stage concept របស់គាត់គឺតាក់ទាញ so yeah I think that's good one ហើយអត់អីទេបងសង្ឃឹមថា KC នឹងធ្វើបានល្អនៅលើ topic នេះហេមិនដឹងទៅរកស្រីស្អាតមកពីណាដឹងខៅទេស្រីស្អាតចាស្អាតហើយនោះអូមិនធ្វើបាបអាម៉ាប់ជើងហ៎អូដឹងខៅគេចេញមកដឹងខៅជួយតាក់អស់ផងដឹងខៅ KC ខៅអូរកស្រីស្អាតឥឡូវជួបស្រីស្អាតអត់ស្អាតរបស់គេសស្គោះកូនអ៊ីចុងភូមិណាខ្ញុំទើបតែឃើញមិញលក់នំយ៉ាលោកដឹងខៅ KC លោកដឹងខៅទីទៀតមកតែពីរហូតហ្មងមានណាស៊ីច្រើនណាស់លោកខៅចេកមកស្នឹកហៀបណាបាទ Hello ដល់នេះ Level ហូឲ្យដឹងខៅដឹងខៅចេះ Hello ណាមួយបានអត់ថ្ងៃនេះដឹងខៅអូខេដឹងខៅមើលអញសួរអាពីរក្បាលអីតិចមើលបាទថ្ងៃនេះឯងគិតអីក្រៅពីស៊ីខ្លះអត់មើលអាពីរក្បាលឆ្លើយមើលអាពីរក្បាលឡើងវគ្គឆ្លើយស្រួលហើយបាទហើយការងារដែលអញឲ្យឯងរនេះអញឲ្យឯងរមើលសើមើលថានៅម្ដុំណាជាស្រ័យអ្នកនរគ្នាហៅតាម concept របស់គេមើលអាពីក្បាលហើយការងារឲ្យធ្វើហើយស្អាតឲ្យមិនហ៎ឥឡូវអាពីក្បាល
ដែលមានស្រីស្អាតឲ្យមើលសម្រស់ប្រហែលអញឲ្យប្រពន្ធមិនកើត អេ ខៃល្ងាមែនដល់ខៃអត់ទេ នាមជាដង្ខៅប៉ុន្តែអត់តន់មានភរិ បាន យា ថ្ងៃហ្នឹងជើងអញដៃអញរួញចូលគ្នាហ្មងញ៉លហ្មង ញ៉ល លោកដល់ខៃ រួញនឹងញ៉លទៀតទី KC ដង្ខៅ KC លួននោះមកកៅណា តែណែណា បាទ នោះអញទៅ ទៅហើយបងយើងទៅចាក់ ឆ្លាក់ឆ្លោទៅក្បាល ឃើញស្ថិនីហើយស្ថិនីឡើយ ដល់ហើយលោក អនាគតស្ថិនីពងលក់នំ ឯណា នេះ តបនំខ្មែរអ៊ី អូទៅហើយ អ៊ីមើលមុខដង្ខៅគេមុខដង្ខៅគេពេលឃើញស្អាតមុខដង្ខៅគេចូលមកដល់ ហើយបាច់ភ័យទេឲ្យធ្វើការល្អចឹងមក អើ ចាំអញឡើងប្រាក់ខែអស់អញសង្ហានៅ ហាត់ តើទេអីបាន អេទៅសើ KC មកហ្វមលេងសំដែងចូល សួស្ដីកញ្ញា ចូលតួមកសំដែងល្អរបស់គេ គេអត់និយាយមួយ អាយ៉ាចេញប៊ីតនឹងខៅវ័យក្មេង គូធ្វើមកយើញ៉ាយគេមកយើហេហេបងជាដងខៅសម្បល់ខ្មៅកូនខ្មែរកូនមានរងសម្បត្តិមានប្រាចាជាកំណោបងចង់បដាដើមទុនហ៊ុនលួននៅមកកៅបងចង់បដាបេដងដូចជីវិតអូនឲ្យល្អដោយនាងពួនលះខ្លួននៅតែមានគេប្រមាញ់ទំរំសឡូនដូចអូននឹងខៅបងត្រូវតែស្រឡាញ់ដូចទេវតាដើរ flow លយមែនសម្បីតែនាងពួននៅគេតាមប្រមាញ់ចឹងរបស់កំរនៅតែគេតាមប្រមាញ់ចោះតម្រាំស្រីស្ងួន slow ប៉ុណ្្នឹងហើយបើមិនដងខៅ KC តាមប្រមាញ់ទេមិនកើត បើសិនជាស្រីមិនកំណាច់ជប់លួននំកដាលថ្ងៃដែលធ្វើសេដ្ឋីនៅភ្នំពេញអូនធ្វើឲ្យបងលេងចង់នៅកន្លោះក្នុងដំឡៃបងឲ្យទាំងអស់គាត់ណាបងទុនជាកងប្រឡងសម្រស់បងលងនឹងខានមកផាពីបាននឹងដោះតោះយើងជប់អូកាឡាក៏ទៅសារធ្វើរឿងមិនលឺធំមកប្រមងយកបដាកាទៅដល់ទី ជប់អូកាឡាយើងសាក់ធ្វើជាមនុស្សធំសាក់អីសាក់អីដងខៅ KC មនុស្សធំគេសាក់មិនហ៎ មកជាជុំមិនតាំងកន្លោប្រមូលលុយអើទាំងដុំឲ្យគេចំណានជីវ៉ាពួកយើងកៅឲ្យបាល់ភូមិមកមកបងភ្លក់បានទេភ្លក់ឲ្យទៅជាមើលបងជួយលក់មៀម ភ្លក់ទៀតភ្លក់ KC នឹងខៅបងប៉ុនបសំមកកាហ្វេមករៀបរាប់បានទាំងអស់ជានំក្បែរចាំ5ពីនំជ័យនំទៀនអើកងគ្មានផ្លែអាយនំវែឡាយក៏នំបាញ់ចុកនំសុកមកនំសបុកឆាបនំឆាបនំបងខ្លាញ់ព្រឹកឡើងឆ្ងាញ់គឺបបរគ្រឿងនំបលឿងគឺនំត្នោតដាក់បាច់ច្រឡោតគឺនំកងអូននំខ្មែរច្រើនណាស់បងរមណោះឡើយចាស់ចាស់មិនសល់ទៅឲ្យគ្មានចំនួនក្រោយជាមុខរបរតកូនតចៅបងធ្វើប្រពន្ធនឹងខៅពើលេពិបាកហើយនេះធ្លាក់ខ្យល់មករងាបាយជើងវារួញចូលគ្នាកែបងក៏រៀងទូលីបើថែមគាត់មួយក៏មិនចង្អី អូខេក្រែតលីក្រែដងខៅធំហ្នឹងណាថែមមួយទៀតក៏មិនឆ្អៀតដែរ បងនេះចង់តែចាចង់ចាក់អីនឹងខៅខលដែរនឹងខៅចាប់ដើមខល កែបងក៏រៀងទូលីបើថែមគាត់មួយក៏មិនចង្អីបងនេះចង់តែចាបងនេះចង់តែដាក់ទឹកជាលួក៏ដល់ណាយនេះលួបងទៅខៅក៏សំនឹងអូនជាអ្នករស់ស៊ីរៀបការរួចបើគៀមនមួយពីរទ្រពស្ដុកស្ដាប់និយាយចំដូចជាក្រុមពីរនេះដងខៅ KC ក៏យ៉ាងមិនយ៉ាងមកសណប់ចិត្តទៅស្អីនេះវាសំនឹងវមិតបងមិនចេះបខំឲ្យស្របទៅតាមចិត្តតែបើអូនមិនយល់ព្រមបងពិបាកចិត្តគិតច្រើនពេកមៀងមេបានឆ្លើយថាអូន អត់ចូលចិត្តបខំទេតាមអូនយកចិត្តតែបើអូនអត់យកចិត្តអូនអត់ព្រមគឺបងខូចចិត្តយ៉ា អូខេបងខ្ញុំផ្ញើមួយជីវិតបានត្រូវធ្វើជាប្រពន្ធនឹងខៅគេបងមិនឲ្យស្គាល់ទេវាថាពិបាកចិត្តបងជាដល់ខៅសម្បល់ខ្មៅកូនខ្មែរមានរកសម្បត្តិវាប្រាចាជាកំណត់បងចង់បដាដើមទុនហ៊ុនលួននំមកកៅបងចង់បដាបេដងដូចជីវិតអូនឲ្យល្អដោយនាងពួនលះខ្លួននៅតែមានគេប្រមាញ់ទំរំសឡូនដូចអូននឹងខៅបងត្រូវតែស្រឡាញ់ដូចទេវតាដើរដីបើសិនជាស្រីមិនកំណាច់ជប់លួននំកដាលថ្ងៃទៅធ្វើសេដ្ឋីនៅភ្នំពេញ
ធ្វើប្រពន្ធដង្ខៅបានហើយ យ៉ាសារភាពស្នេហ៍ទៀតសារភាពលើ stage ទៀតដង្ខៅ KC អីយ៉ា អូញ៉អូណៃសេកអូ អូ អូ អេអេ អរគុណច្រើនអរគុណ ជំរាបសួរលោកដង្ខៅ បាទជម្រាបសួរបង ឥឡូវនេះគឺបងចង់សរសើរទៅលើការសម្ដែងកន្លងមកអូនធ្លាប់សម្ដែងពីមុនមកហ៎ សម្រាប់ការសម្ដែងខ្ញុំធ្លាប់មានបទពិសោធន៍ប៉ុន្តែសម្ដែងជាលក្ខណៈស្នេហាអញ្ចឹងអត់ដែរ អត់អីទេឥឡូវបងរៀងអស់ចិត្តហើយថ្ងៃនេះធ្វើបានល្អមែនតើសូមសរសើរអរគុណ អរគុណ កាប់តែនខ្ញុំបាត់មាត់អត់ចិត្តទេ ឥឡូវនេះមកស្ដាប់ចំណាប់អារម្មណ៍របស់ចាត់ទាំង3វិញម្ដងដំបូងនេះសូមចំណាប់អារម្មណ៍ពីចាត់ DJ ក្តាប់មុនម្ដងមើល ជម្រាបសួរ ឲ្យតែចេញមកស្នេហាស្នេហ៍នៅនឹងខ្ញុំ ហ្នឹងហើយ នៅ show មួយនេះទាំងទស្សនីយភាពមានគេហៅថាភាពកមិចកម្អើមមិនចូលជាមួយនឹងទំនុកច្រៀងដ៏ល្អពាក្យពេចន៍ក៏កំ pl ែងហើយលេបខាយសបាយបែបស្រុកស្រែហើយពិសេសហ្នឹងគឺមាននំខ្មែរដែលជាអត្តសញ្ញាណមួយបង្ហាញនៅក្នុងវគ្គខ្មែរនេះហ្នឹងគឺពិសេសមែន អូ តើ ខេដូចកាប់តែនលើកឡើងចឹងគឺជាខ្មែរណាគឺអ្វីដែលជាខ្មែរ ថ្ងៃនេះខ្ញុំពេញចិត្តលោកដង្ខៅមែនតើក្នុងការ perform ទាំងរូបអារម្មណ៍ទាំងសំឡេង vocal ដែលបញ្ចេញមកច្បាស់មកវគ្គទាំងការញ៉ាយញងនៅលើ stage ទាំង prop គឺចេញមកមានអត្តសញ្ញាណជាខ្មែរហើយអ្វីដែលពួកខ្ញុំចង់ឃើញគឺបែបហ្នឹងជូនពរជោគជ័យ អរគុណច្រើនអរគុណ សម្រាប់ខ្ញុំអត់ពេញចិត្ត performance របស់លោកដង្ខៅ ជុំ ដោយសារ ឌុកដាក់ដង្ខៅ KC មិនចេះ captain របស់លោកដង្ខៅនិយាយប្រាប់ខ្ញុំមុន perform ថានឹងយកនំមកចែកឲ្យពួកខ្ញុំ អូចឹងឯងចុះ ដល់ឥឡូវអត់បាននំទេ ដល់ពេលអញ្ចឹងខ្ញុំអត់ ចឹងឯងចុះចាច់ មើលដង្ខៅប្រើកូនចៅយើង ចាច់នៅរឹតចឹងឯងចុះ ហេសើកដល់កាល លួចមកចែកចាយខ្ញុំខំមិនខាត់ ដង្ខៅ អញតពួកមែនតើឡើយ គាត់ដែរ អូយហ្នឹងហើយមាត់មួយថ្ងៃនេះ អូយតែពេលហ្នឹងរើសមិនកើត អានំអីនេះ perform មួយនេះគឺមិនមែនធំតែ perform ជា rap ឬក៏អីទេប៉ុន្តែលក្ខណៈជា story មួយធ្វើឲ្យយើងមានមើលទៅកំប្លែងនៅដល់នេះ នំអីគេខ្លះមិញរូបរាងមិនអីមិនចឹង នំហ្នឹងមាននំចេកនំជៀននំកងខ្វៀននំផ្លែអាយនំវែងអន្លាយនំបាញ់ចុកនំសុកមុខនំសម្បុកចាមនំឆ្អាបឆ្អាមនំបំពងខ្លាញ់ អូយតាំងកើតមកមិនឃើញណាគេរ៉េបល្អចឹងទេ flow និយាយពីនំខ្មែរនេះជាខ្មែរណាស់ហើយយើងលើកប្រធានបទគឺនំជានំរបស់ខ្មែរមានដូចជានំសូមចេកនំសូមថនអោតសូមដូងសូមជ្រូកនំគោមនំបត់អូមាននំជាច្រើនជានំរបស់ខ្មែរចឹងជាប្រធានបទរបស់គាត់ អូខេ ណាស់ប៉ុណ្ណេះហើយ មើល បើ មក និយាយពី what that's វណ្ដាធ្វើអីទៅវណ្ដាចាច់វណ្ដាធ្វើអីទៅញុកដល់ perform បើនិយាយពីការសម្ដែងទាំងអស់បងពេញចិត្តប៉ុន្តែបងពីបងទៅបងមានអារម្មណ៍ថាបើសិនជាមានកន្លែងណាខ្លះដែលថាវាមានរបៀប moment របស់វាមួយវា scope ឬក៏វាលឿនអីចឹងក៏វាល្អដែរដោយសារ flow ណៃមិញចង់និយាយថាវាលយឯងប៉ុន្តែពីបងទៅបើសិនជាបានអាលើសនឹងតិចទៀតក៏វាកាន់តែលយទៀត អរគុណសូមសម្លេងជូនដល់លោក KC ទាំងអស់គ្នាបាទយកទៅពួកទៅវិញបាទ ទៅហើយដង្ខៅ KC ទៅវិញណាអ្នកលក់នំចាំដង្ខៅផង អូខេជាងការ reaction នឹងមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹង enjoy ទាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូ The Next Level Rap Star នៃការ reaction របស់ខ្ញុំបន្តទៀតជួបគ្នានៅវីដេអូក្រោយ See you the next video bye bye